នៅក្នុងខែរ៉ាម៉ាឌនឆ្នាំទី5នៃការនាំសាររបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពលគឺប្រមាណជា2ខែបន្ទាប់ពីការធ្វើចំណាក់ស្រុករបស់អ្នកមូស្លីមព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានចេញទៅកាន់មស្ជីដហារ៉មដែលនៅជុំវិញកាបាមានវងមនុស្សជាច្រើននៅកុលសម្ព័ន្ធគូរ៉ុចដែលនៅក្នុងនោះមានទាំងមេដឹកនាំនិងអ្នកដែលមានឥទ្ធិពលបំផុតរបស់ពួកគេនៅពេលនោះស៊ូរ៉ះឬក៏ចម្ពោះអានណាជមូត្រូវបានបញ្ចុះមកលើព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយព្យាការីក៏បានសូត្រវាជូនទៅកាន់ពួកគេស្ដាប់ពាក្យសម្ដីនៃចម្ពោះនេះពិតជាអស្ចារ្យបំផុតដែលពួកគេមិនធ្លាប់បានឮហើយបានធ្វើឲ្យពួកគេភ្ញាក់ផ្អើលនិងជួសចិត្តយ៉ាងខ្លាំងនៅពាក្យសម្ដីនោះពួកគេបានស្ដាប់ដោយភាពស្ងប់ស្ងាត់រហូតដល់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំសូត្រវាដល់វគ្គខណ្ឌចុងក្រោយនៃស៊ូរ៉ះដែលជាពាក្យបញ្ជានិងការព្រមានដ៏ខ្លាំងក្លាដែលធ្វើឲ្យបេះដូងរបស់ពួកគេញាប់ញ័រនៅពេលដែលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំសូត្រដល់ឃ្លាចុងក្រោយ Fasjudu lillahi wa'budu ដូច្នេះចូលពួកអ្នកក្រាបសុជូតចំពោះអល់ឡោះស៊ុបហានហូវតាអាឡានិងគោរពសក្ការៈចំពោះទ្រង់ហើយព្យាការីក៏បានសុជូតភ្លាមពួកគេទាំងអស់នោះមិនថាចិនឬក៏មូស្លីមឬក៏ពួកមុជ្រិកីនក៏បានសុជូតតាមព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដោយពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយនៅក្នុងសៀវភៅសូហេះរបស់អ៊ីម៉ាមប៊ូខារីដែលរាយការណ៍ដោយអ៊ីប៊្នូម៉ៃស៊ូដព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានសូត្រសូរ៉ាអានណាជមូហើយបានសុជូតជាមួយនឹងសូរ៉ានេះគ្មាននរណាម្នាក់ក្នុងចំណោមវងមនុស្សទាំងអស់ដែលមិនសុជូតនោះឡើយលើកលែងតែបរិះមកពីកុលសម្ព័ន្ធគូរ៉ុចដែលបានយកដីនិងខ្សាច់មួយក្តាប់លើកឡើងមកដាក់នឹងមុខរបស់ខ្លួនឯងហើយនិយាយថានេះគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំជំនួសការសុជូតទង្វើរបស់គេគឺជាការសើចចំអកនិងមើងងាយក្រោយមកបរិះនោះត្រូវបានគេសម្លាប់យ៉ាងអាក្រក់បំផុតនៅថ្ងៃនៃសមរភូមិបាដាតគេនោះគឺឈ្មោះអ៊ូម៉ៃយ៉ាកូនខឡាហ្វការវិលត្រឡប់របស់អ្នកចំណាក់ស្រុកទៅកាន់ទីក្រុងម៉ាកាដំណឹងនេះបានទៅដល់ហាបាសាប៉ុន្តែក្នុងទម្រង់ដែលខុសពីការពិតពួកគេបានឮថាកុលសម្ព័ន្ធគូរ៉ុចបានទទួលយកសាសនាអ៊ីស្លាមដូច្នេះពួកគេក៏បានវិលត្រឡប់ទៅកាន់ទីក្រុងម៉ាកាវិញដោយក្នុងចិត្តសប្បាយរីករាយប៉ុន្តែនៅពេលដែលពួកគេនៅចម្ងាយប្រហែល1ម៉ោងពីទីក្រុងម៉ាកាពួកគេបានដឹងការពិតហើយអ្នកខ្លះក្នុងចំណោមពួកគេបានត្រឡប់ទៅហាបាសាវិញហើយមានអ្នកខ្លះទៀតបានចូលទៅកាន់ទីក្រុងម៉ាកាដោយសម្ងាត់ការធ្វើចំណាក់ស្រុកទី2ទៅកាន់ហាបាសាការលំបាកការធ្វើទុកបុកម្នេញលើអ្នកមូស្លីមពីសំណាក់កុលសម្ព័ន្ធគូរ៉ុចបានកាត់ឡើងយ៉ាងខ្លាំងដោយសារពួកគេសោកស្ដាយចំពោះការដែលបានសុជូតរួមជាមួយនឹងអ្នកមូស្លីមនិងជាការសងសឹកចំពោះដំណឹងដែលពួកគេបានឮអំពីស្ដេចអានណាជាស៊ីដែលបានផ្ដល់ការគ្រប់គ្រងនិងការស្វាគមន៍យ៉ាងល្អដល់អ្នកចំណាក់ស្រុកដោយមានការពិចារណាលើស្ថានភាពដ៏លំបាកនេះព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានណែនាំឲ្យសាហាបាត់របស់គាត់ធ្វើចំណាក់ស្រុកទៅកាន់ហាបាសាម្ដងទៀតដូច្នេះបរិះចំនួន82ឬ83នាក់និងស្ត្រីចំនួន18នាក់បានធ្វើចំណាក់ស្រុកការធ្វើចំណាក់ស្រុកលើកទី2នេះពិបាកជាងលើកទី1ព្រោះកុលសម្ព័ន្ធគូរ៉ុចបានប្រុងប្រយ័ត្ននិងតាមដានចលនាទាំងអស់របស់មូស្លីមទោះបីជាយ៉ាងណាក៏ដោយអ្នកមូស្លីមមានការប្រុងប្រយ័ត្នជាងនិងមានប្រាជ្ញាល្អជាងនិងមានផែនការប៉ិនប្រសពជាងដែលធ្វើឲ្យពួកគេអាចគេចផុតពីការតាមប្រមាញ់របស់កុលសម្ព័ន្ធគូរ៉ុចហើយក៏បានទៅដល់ហាបាសាទោះបីជាមានការខិតខំរារាំងគ្រប់បែបយ៉ាងពីពួកគូរ៉ុចក៏ដោយ